នេះនំប៉ាវរសជាតិស្លឹកតើយចាចំហុយឆ្អិនហើយស្នូលសណ្តែកក្រហមនេះបងប្អូនឆ្ងាញ់ណាស់រសជាតិវាចាស្នូលសណ្តែកក្រហមសាច់នំប៉ាវសាច់ឡើងទន់ហើយខាងក្នុងវិញឡើងស្វិតហ្នឹងហើយទន់ហើយស្វិតល្អមែនតើនេះហើយឆ្ងាញ់រសជាតិឆ្ងាញ់ណាស់បងប្អូនឈ្ងុយស្លឹកតើយហើយនេះជាស្លឹកតើយនេះគឺស្លឹកតើយម្សៅបងប្អូនដែលជាផលិតផលរបស់ខ្មែរយើងយកពីស្រុកខ្មែរមកណាចាហើយធ្វើទៅគឺរសជាតិវាឆ្ងាញ់ក្នុងក្លិនឈ្ងុយស្លឹកតើយចានឹងហើយចំហុយបាន2 ឡឹងសឹងនេះស្ងាត់បង្អែម